ខ្ញុំមិនខាតធំទេបើលោកដឹងថានៅក្នុងបារនេះគឺជារបបដែលលោកត្រូវការនោះខ្ញុំយល់ថាលោកពិតជាមិនមែនមិនចាប់អារម្មណ៍នោះទេលោកត្រាតែត្បូង5គ្រាប់ដោយយកម្ដាយរបស់ខ្ញុំតែខ្ញុំប្រាប់លោកគិតខុសហើយម្ដាយខ្ញុំ10ឆ្នាំមុនបានលាចាកពីលោកនេះហើយក៏ត្រូវដែរធ្លាប់ជួបព្រះអង្គម្ចាស់ទេធ្លាប់គាត់មានពុកមាត់ស្អាតណាស់ធ្លាប់ឃើញព្រះអង្គម្ចាស់សម្លាប់មនុស្សទេពេលទ្រង់សម្លាប់មនុស្សមិនប្រព្រឹត្តភ្នែកទេត្រូវព្រះអង្គម្ចាស់មិនដែលទុកឲ្យអ្នកណានៅរស់ឡើយធូអើចងយានសម្ដីខ្ញុំមិនតន់និយាយចប់ទេបើខ្ញុំសម្លាប់ទន្សាយមួយក្បាលនេះឬទូលព្រះអង្គម្ចាស់ថាលោកគឺសម្លាប់នាងលោកអាចរស់បានទៀតទេមិនរស់ទេបើលោកដឹងថាមិនអាចរស់ហើយនោះអញ្ចឹងពួកយើងដោះដូរគ្នាទៅអាចទុកពេលឲ្យខ្ញុំពិចារណាសិនទេយូរប៉ុណ្ណាដែរ7ដង49ថ្ងៃ49ថ្ងៃមានន័យថាម៉េចមានន័យថាថ្ងៃបញ្ចប់សែនមនុស្សម្នាក់សែនអ្នកណាប្រកាសជាថ្ងៃស្លាប់របស់លោកចូលមកមិនក៏លោកនៅទីនេះខ្ញុំសម្លាប់លោកតែលោកមិនបានសម្លាប់ខ្ញុំប៊ីត្រូវគេសម្លាប់វិញមែនទេកញ្ចក់ចាក់ធូអឺទៅបាត់ហើយកញ្ចក់នាំនេះទៅណាខ្ញុំជួយមិនបានទេលោកប្រាប់ខ្ញុំមកកញ្ចក់នាំធូអឺទៅណាលោកមិនអាចជួយធូអឺបានទេមកហ្វង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 
អរគុណ លោកអស់មកពីទីនេះទៅភូមិឆ្អឹងប៉ប៉ែតាឆ្ងាយប៉ុណ្ណាទៅ អាយសួរភូមិចឹងប៉ប៉ែមែនទេ បានហើយ អាយទៅរមមនុស្សអីបាន អ្នកដែលនៅក្នុងភូមិឆ្អឹងប៉ប៉ែអ្នកខ្លះស្លាប់ហើយអ្នកខ្លះក៏រត់បាត់ហើយឥឡូវនេះមនុស្សនៅសល់តិចណាស់អាយទៅទីនោះរកមនុស្សដែលចង់រកបើសិនជារកឃើញហើយមិននិយាយទេមនុស្សដែលចង់រកបើរកមិនឃើញទេត្រូវប្រយោគចាចេញភ្លាមទៅអាយដើរទៅតាមផ្លូវមួយនោះត្រង់ទៅដើរហួស80យោជន៍គឺដល់ភូមិឆ្អឹងប៉ប៉ែហើយដល់ហើយអ៊ំប្រុសអរគុណណាស់ណា80យោជន៍កុំភ្លេចណានេះសិនហើយ លោកនេះហើយមនុស្សប្រុសមិនខ្លាចដើរប្រឡាក់ឈាមតែខ្លាចសាក់សនៅលើក្រាស់ណាព្រះនាងនាងថាមនុស្សប្រុសខ្លាចសាក់សលើក្រាស់តើហេតុអីទៅព្រះនាងមនុស្សស្រីតែងតែចាស់មុនបើមនុស្សស្រីមានសាក់សហើយពេលដែលមនុស្សប្រុសសិតសក់ឲ្យនោះប៉ះពាល់ដល់សាក់សប្រុសម្នាក់នោះប្រកាសជាឈឺចាប់ខ្លោចផ្សាយ៉ាងខ្លាំងឲ្យខ្ញុំម្ចាស់ទូព្រះនាងទេមនុស្សស្រីដាច់ខាតកុំឲ្យមនុស្សប្រុសសិតសក់ឲ្យលីស៊ីនាងដឹងរឿងច្រើនជាងខ្ញុំនាងថាប្រពន្ធល្អម្នាក់អាចធ្វើកិច្ចការឲ្យមនុស្សប្រុសតែជាស្អីជូតដែរបើធ្វើជាប្រពន្ធឧស្សាហ៍ជូតដែររបស់ប្តីខ្លួនឯងអញ្ចឹងប្រុសម្នាក់នេះពេលដកដែរនឹងដឹងថាត្រូវទៅរត់តទៅទៀត ប្រាប់ខ្ញុំមកកញ្ចក់នាំនាងទៅណាឆាប់ប្រាប់មកអាចង្រៃកុំធ្វើពើទៀតឯងនឹងចោលទាំង8ជាបាក់ពួយតែមួយមិនក៏ឯងមិនដឹងថាគេទៅណាមកខ្ញុំដឹងចាំបាច់សួរលោកដែរពួកលោកចាប់ធ្វើអីទៅគឺព្រោះតែពេលដែលខ្ញុំជួយនាងលោកងាយស្រួលសម្រាប់ខ្ញុំគំនិតមួយនេះលោកជាអ្នកនឹកឃើញមែនទេលោកមិនស័ក្តិសមតែជួយធ្វើអីទេរឹតតែមិនសមហូរឈាមព្រោះតែនាងអាចចង្រៃបើឯងហ៊ានប៉ះពាល់ធ្វើអីទៀតខ្ញុំនឹងចិញ្ច្រាំឯងគេមិនសម្លាប់ខ្ញុំទេ
ឯណា ខ្ញុំចង់ទៅសម្រាប់ចុងយាននឹង